អ្នកដែលជាម្ចាស់កញ្ចក់នេះគឺជាមនុស្សដែលមានទុក្ខសោកហើយកញ្ចក់នឹងឲ្យដាននាំគេចេញឆ្ងាយពីទុក្ខសោកដែលគេបានជួបអាចនឹងមិនមែនជាម៉ាក់ទេតែអាចនឹងមានអ្នកផ្សេងដែលគេមិនចង់ឲ្យជឿមកធ្វើផ្ទះនេះចុះវាជាអីចាំហ្វៃណាម៉ែវាឯងមិនដូចម៉ែវាឯងពីមុនទេសូម្បីតែខ្ញុំនេះក៏ខ្លាចម៉ែវាឯងដែរ